ក្តាមដែលបានជួយសង្គ្រោះជីវិតខ្លាយទៅជាព្រះដែលត្រូវបានគេគោរពបូជារហូតមកដល់សប្តាហ៍ថ្ងៃមានរឿងព្រេងនិទានមួយរបស់ជប៉ុនដែលគេនិយាយតាក់ទងទៅនឹងប្រាសាទមួយនេះហើយរូបសំណាកក្តាមមួយនេះអ្នកទាំងអស់គ្នាខ្ញុំនឹងនិយាយរឿងនឹងការពិតព្រេងនេះមានក្មេងស្រីម្នាក់ដែលមានចិត្តល្អនិងមានក្តីមេត្តាហើយនាងរស់នៅក្នុងភូមិមួយថ្ងៃមួយនាងបានឃើញអ្នកភូមិចាប់ក្តាមដើម្បីយកទៅបរិភោគឃើញបែបនោះនាងក៏មានចិត្តអាណិតក្តាមក៏សុំទិញក្តាមនោះពីអ្នកភូមិដើម្បីយកទៅប្រឡែងនៅក្នុងគុម្ពស្មៅក្តាមនៅពេលដែលនាងបានប្រឡែងហ្នឹងក្តាមហ្នឹងក៏វារត់ចូលគុម្ពស្មៅទៅនៅថ្ងៃបន្ទាប់មកឪពុករបស់នាងម្ដងគឺគាត់បានទៅចំការដើម្បីធ្វើស្រែអញ្ចឹងណាហើយគាត់ក៏បានឃើញពស់មួយកំពុងតែលេបកង្កែបពេលហ្នឹងគាត់មានចិត្តចង់ជួយកង្កែបប៉ុន្តែដើម្បីជួយកង្កែបបានគាត់ត្រូវសន្យាជាមួយនឹងសត្វពស់ហ្នឹងថានឹងលើកកូនក្រមុំរបស់គាត់ហ្នឹងឲ្យរៀបការជាមួយសត្វពស់ហ្នឹងដោយសារតែខ្លាចពស់ហ្នឹងផងអីផងអញ្ចឹងណាប៉ុន្តែគាត់អត់មានជំរើសទេក្រោយមកគាត់ក៏មានការសោកស្ដាយមែនទែនចំពោះការសន្យារបស់គាត់ជាមួយនឹងសត្វពស់ហ្នឹងនៅរៀងរាល់យប់ពស់ហ្នឹងតែងតែប្រើកាឡាមកជំនួសដើម្បីមកលេងអញ្ចឹងណាប៉ុន្តែឪពុកម្ដាយនាងតែងតែសុំពេលពន្យាពេលរៀបការជាហេតុធ្វើឲ្យថ្ងៃមួយហ្នឹងគឺពស់ហ្នឹងគឺចាប់ផ្ដើមខឹងហ្មងធ្វើឲ្យមានញ័ររញ្ជួយអញ្ចឹងណាពេលនោះគាត់អត់មានជំរឿនអ្វីក្រៅពីអធិដ្ឋានសុំបួងសួងទៅដល់ព្រះឲ្យជួយទេពេលនោះក្តាមក៏លេចរូបរាងមកហើយនិយាយថាមិនចាំបាច់ខ្លាចទេកូនរបស់អ្នកមានចិត្តមេត្តានឹងធ្វើអំពើល្អណាស់អញ្ចឹងខ្ញុំនឹងជួយអ្នកឲ្យផុតពីទុក្ខភ័យនៅក្នុងពេលហ្នឹងនិយាយចាប់ស្រាប់តែក្តាមហ្នឹងគឺបាត់រូបរាងទៅហើយសំឡេងរបស់សត្វពស់នៅខាងក្រៅហ្នឹងក៏ចាប់ផ្ដើមឆឹងតែម្ដងទៅពេលព្រឹកឡើងបានមកដល់ឪពុកនិងកូនក៏បានចេញទៅក្រៅក៏ឃើញសត្វពស់ហ្នឹងកំពុងតែដេកស្លាប់ដោយដាច់ជាដុំដោយសារតែក្តាមហ្នឹងគៀបអញ្ចឹងហើយមានការដឹងគុណខ្លាំងមែនទែនចំពោះក្តាមហ្នឹងហើយក៏បានសាងវិហារមួយដើម្បីទុកជាអនុស្សាវរីយ៍ក៏ដូចជាការគោរពចំពោះសត្វក្តាមដែលបានជួយសង្គ្រោះជីវិតពួកគាត់ហើយប្រាសាទនោះមានឈ្មោះថាខានិម៉ាំងជីប្រាសាទហ្នឹងបច្ចុប្បន្នគឺនៅប្រទេសជប៉ុនហើយជារៀងរាល់ឆ្នាំនៅថ្ងៃទី18ខែមេសាហ្នឹងគេតែងតែធ្វើពិធីមួយគឺពិធីបុណ្យរំលឹកគុណក្តាមនិងពិធីរំដោះគ្រោះហើយអ្នកដែលទៅគោរពបូជានៅប្រាសាទហ្នឹងគេតែងតែទិញក្តាមរស់ហ្នឹងពីទន្លេមកដើម្បីយកទៅប្រឡែងនៅក្នុងវិហារហ្នឹងដោយគេជំនឿថាថ្ងៃណាមួយក្តាមហ្នឹងនឹងត្រឡប់មកសងគុណគេវិញហ្នឹងហើយអ្នកទាំងអស់គ្នារឿងហ្នឹងគឺមានតែប៉ុណ្្នឹងឯងសូមអរគុណ